ជាទូទៅនៅក្នុងក្រុមហ៊ុនខ្នាតមធ្យមនិងធំគេតែងសង្កេតឃើញនូវវត្តមានរបស់មន្ត្រីច្បាប់ដែលមន្ត្រីច្បាប់គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងការពារប្រយោជន៍ខាងផ្លូវច្បាប់ឲ្យក្រុមហ៊ុនក៏ដូចជាធ្វើការត្រួសត្រាយផ្លូវឲ្យអាជីវកម្មនៅក្នុងបរិយាកាសច្បាប់ដែលមិនអំណោយផលដូច្នេះហើយនៅក្នុងថ្ងៃនេះយើងនឹងពិភាក្សាគ្នាអំពីថាតើអ្វីទៅគឺជាតួនាទីរបស់មន្ត្រីច្បាប់នៅក្នុងក្រុមហ៊ុនមួយជាទូទៅគេសង្កេតឃើញមានតួនាទីពីរធំៗដែលទី1គឺជាការងារក្នុងការការពារប្រយោជន៍ខាងផ្លូវច្បាប់ក្នុងទំនាក់ទំនងអាជីវកម្មរបស់ក្រុមហ៊ុននោះនិងទី2គឺជាកិច្ចការងារក្នុងការត្រួសត្រាយផ្លូវសម្រាប់ឲ្យអាជីវកម្មក្នុងបរិយាកាសច្បាប់ដែលមិនអំណោយផលចំពោះកិច្ចការងារខាងការពារប្រយោជន៍ខាងផ្លូវច្បាប់គឺមន្ត្រីច្បាប់មានតួនាទីតូចៗនិងសំខាន់មួយចំនួនដែលជាតួនាទីស្នូលរបស់ខ្លួនក្នុងការធានាកិច្ចការពារប្រយោជន៍ទាំងនោះតួយ៉ាងទី1គឺជាកិច្ចការងារធ្វើជាអ្នកផ្ដល់ប្រឹក្សាផ្នែកច្បាប់ទាំងទូទៅនិងជាក់លាក់ឲ្យក្រុមហ៊ុនច្បាប់ជាក់លាក់គឺសំដៅទៅលើច្បាប់ទាំងឡាយណាដែលមានឥទ្ធិពលជាក់លាក់តែម្ដងទៅលើវិស័យឬប្រភេទអាជីវកម្មរបស់ក្រុមហ៊ុននោះទី2គឺជាតួនាទីដែលទទួលខុសត្រូវនិងចាត់ចែងរាល់កិច្ចការងារទាំងឡាយដែលទាក់ទងនឹងកិច្ចសន្យាក៏ដូចជាការងារដែលពាក់ព័ន្ធទៅនឹងកិច្ចសន្យារបស់ក្រុមហ៊ុនទី3គឺជាកិច្ចការងារដែលទាក់ទងទៅលើបណ្ដឹងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទី4គឺទាក់ទងទៅនឹងកិច្ចការងារគ្រប់គ្រងផ្នែកអនុលោមភាពនៃក្រមសីលធម៌ក្នុងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយទី5គឺជាអ្នកទទួលខុសត្រូវក្នុងការទប់ស្កាត់អំពើក្លែងបន្លំនៅក្នុងក្រុមហ៊ុនក៏ដូចគ្នាដែរក្នុងករណីមានអំពើក្លែងកើតឡើងមន្ត្រីច្បាប់គឺជាអ្នកដឹកនាំធ្វើការស៊ើបអង្កេតករណីដែលកើតមានទី6នៅក្នុងប្រតិបត្តិការរបស់អាជីវកម្មមន្ត្រីច្បាប់មានតួនាទីក្នុងការស្នើសុំបន្តសុពលភាពក៏ដូចជាចាត់ចែងរាល់កិច្ចការងារទាំងឡាយទាក់ទងទៅនឹងវិញ្ញាបនបត្រលិខិតអនុញ្ញាតដែលតម្រូវដោយច្បាប់ជាដើមឡើយទី7គឺជាកិច្ចការងារទាក់ទងទៅនឹងការវិភាគនិងវិតម្លៃលើហានិភ័យដែលអាចកើតមានទៅលើសកម្មភាពអាជីវកម្មដែលបាននឹងកំពុងតែធ្វើទៅហើយដើម្បីធានាថាសកម្មភាពដែលបាននឹងកំពុងតែមានគឺមិនត្រូវបានផ្ដន់ទោសឬក៏ដាក់ទណ្ឌកម្មដោយច្បាប់ឬក៏ករណីដែលមានទៅហើយគឺខាងក្រុមហ៊ុននិយាយជារួមនិងនាយកដ្ឋានច្បាប់និយាយដោយឡែកគឺអាចធ្វើអន្តរាគមន៍ទាន់ពេលទៅលើទណ្ឌកម្មឬក៏វិន័យណាមួយដែលកើតមានទី8ជាតួនាទីក្នុងការផ្សព្វផ្សាយច្បាប់ដែលពាក់ព័ន្ធចាំបាច់នានាចំពោះក្រុមហ៊ុនទី9ជាតួនាទីទៅលើកាតព្វកិច្ចរដ្ឋបាលក្រុមហ៊ុនដែលតម្រូវដោយច្បាប់ឧទាហរណ៍ដូចជាការតម្កល់ប្រតិវេតប្រចាំឆ្នាំរបស់ក្រុមហ៊ុនកិច្ចការងារទៅលើលក្ខន្តិកៈរបស់ក្រុមហ៊ុនការផ្លាស់ប្ដូរអភិបាលរបស់ក្រុមហ៊ុនជាដើមចុងក្រោយជាតួនាទីដ៏សំខាន់ដែលពីបានបិដូចទៅនឹងចាស់ព្រឹទ្ធាចារ្យដែលយល់ដឹងការរយៈជ្រៅនិងប្រវេណីទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់សង្គមចំណែកឯក្នុងតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មក្នុងបរិយាកាសច្បាប់ដែលមិនអំណោយផលវិញមន្ត្រីច្បាប់ទី1គឺត្រូវមានលទ្ធភាពអាចដឹងបានជាមុននៅរាល់សេចក្តីព្រៀងឬក៏វិសោធនកម្មច្បាប់ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនទី2គឺជាលទ្ធភាពក្នុងការបន្ធូរបន្ថយនៅសេចក្តីព្រៀងឬក៏វិសោធនកម្មច្បាប់ពីកម្រិតតឹងខ្លាំងមកកម្រិតល្មមនិងពីកម្រិតល្មមមកកម្រិតស្រាលចុងក្រោយគឺជាលទ្ធភាពមួយដែលមន្ត្រីច្បាប់អាចស្វែងរកនៅចំណុចទាំងឡាយណាដែលច្បាប់ចែងមិនជាក់លាក់ឬក៏ភាសាអង់គ្លេសហៅថា gray area ដើម្បីអាចនៅតែបន្តអនុញ្ញាតឲ្យអាជីវកម្មរបស់ក្រុមហ៊ុននៅតែបន្តធ្វើសកម្មភាពនៅលើទីផ្សារបាន
នៅក្នុងការផ្សាយបន្ទាប់យើងនឹងលើកយកទូនាទីមួយមកលម្អិតអំពីរបៀបថាតើត្រូវអនុវត្តដោយរបៀបណាដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់សូមអរគុណច្បាប់អ្នកស្រុក